ធ្វើការខាងកសិកម្មធ្វើរបាយបងប្អូនប៉ះតកែណាស្រួលគឺសបោអីញ៉ាំហូហៀមែនតើហើយដូចជាថ្ងៃនេះអញ្ចឹងគឺខ្ញុំមកធ្វើអបាយសៅទឹកបងប្អូនហើយបានពីប៉ាប់ហើយនឹងទឹកក្រូចគឺសបោហូហៀមែនតើបងប្អូនហើយបើចំពោះតកែណាគំរិះគឺពិបាកសំបីតាទឹកក៏មិនអោយយើងញ៉ាំដែរហើយនេះពីអ្នកខ្លាខ្ញុំបងប្អូនហើយនិយាយរួមទៅតកែខ្ញុំថ្ងៃនេះគឺស្រួលមែនតើគាត់អត់មានមកស្ថាឲ្យអត់មានមកស្រ័យទេហើយមានតែញ៉ាំរហូតបងប្អូនញ៉ាំរហូតចឹងហើយក្តីសុខមែនតើធ្វើអបាយជួបតកែចឹងគឺចង់ទៅធ្វើទេបងប្អូនហើយតនេះចេះធ្វើទៅខ្សែទឹកព្រោះរោងចក្រខ្ញុំអត់មានការងារធ្វើទេហើយថ្ងៃណារោងចក្រមានការងារធ្វើក៏ធ្វើទៅក្នុងរោងចក្រហើយតាមខែដែរទេបងប្អូនខែណាអត់មានគឺអត់មានដែរទេប៉ុន្តែខែ11នេះគឺមានហើយដោយសារតែខ្ទឹមគេចាប់ដាំបងប្អូនចិត្តចូលខែត្រជាក់អញ្ចឹងហើយតកែខ្លះគាត់ចាប់ដាំខ្ទឹមអញ្ចឹងតែផុតខែ11ខែចូលខែ12គឺលែងមានហើយការងារអញ្ចឹងបានតែមួយខែហ្នឹងទេហើយតម្រាំទៅដល់ដកវិញរហូតដល់ខែ4ខែ5បានដកខ្ទឹមបានការងារក្រៅធ្វើអញ្ចឹងបងប្អូនហើយចំពោះការងារអរបាយនេះបើសិនជាតកែខ្លះបានចំនួន140000 130,000ប៉ុន្តែតកែខ្លះបានតែ110000ទៅ120000ទេបងប្អូនក៏ប៉ុន្តែក៏នៅផ្ទះធ្វើអីអត់ប្រយោជន៍ទៅដែរអញ្ចឹងហើយតើមានឆ្លៀតឱកាសបានធ្វើការឲ្យមានការងារធ្វើគឺចង់ឲ្យធ្វើឲ្យពួកខ្ញុំបាទប៉ុន្តែបើកម្លាំងគឺរៀងអន់ថយមែនតើអញ្ចឹងហើយតែគាត់ថាវាមិនមានរហូតចឹងបងប្អូនមានតែតាមដើរការមួយខែពីរខែពេញអញ្ចឹងទៅគឺយើងទ្រាំធ្វើទៅបាទ